Ok, chúng tôi xuống nè tỏ này trong ngày năng kinh mình mò mà riêng nè đó này ông kia được biết tính Minecraft free lọ chuyện ai tận nó ngay nè cái này cứ một phẩy buôn mau lên một phẩy buôn mau tại mà đâu tỏ chẳng cứ những châu Việt Âu như tỏ nè chẳng chia từ bốn nè khi trừ cá bao browser mà nè cái này tỏ mới nè khi sơi phía tha là chắc sơi tam nhôm nè cái này cứ hosting free ok này chắc đó cloud vậy ok đi nè khi cứ cho tam nhôm máu tỏ mà tiết nè khi thời ca đặt email bằng password một nè tỏ nè chẳngสำหรับเนี่ยคือนะแต่ก็ต้องมี account เต้เนี่ยคือตระการ register account มาเนี่ยต่อเคลียร์จังต่อมาอันนี้คือเชีย first name มาเนี่ยเคลียร์จังคือยงดักฮะเตะบดา last name เตะบดาดับปีจังตื้อ username ดักเตะบดา12 3 4 5 6 7 8จังตื้อจังlàนี้คือเชีย email จังเนี่ยเคลียร์ก็ดัก email มาเนี่ยต่อเคลียร์มั้งจังเธอการนี่อย่าอันนี้คือเชีย password เนี่ยเคลียร์ดัก password tới ต่อมาที่เนี่ยเคลียร์จะคลิกไหนเนี่ย ok ต่อมาที่เนี่ยเคลียร์จะ create my account ok ចាំវាបន្តិចអ្នកគ្នាអូខេបន្តមកទៀតអ្នកគ្នាគឺទទួលបាននៅ account មួយឯងអញ្ចឹងបន្តមកទៀតរបៀបដែលយើងធ្វើការ claim យក server free ហ្នឹងងាយជាអ្នកគ្នាត្រូវការចូលទៅ order តមកទៀតអ្នកគ្នានឹងឃើញពាក្យថា free plan ប៉ុន្តែអ្នកគ្នាដើម្បីយកវាបានអ្នកគ្នាត្រូវការដាក់ server name សិនសម្រាប់ខ្ញុំដាក់ថាអាណាចក្រSMP អូខេបន្តមកទៀតអ្នកគ្នាចុចពីថា free plan បន្តមកទៀតនោះអ្នកគ្នាចុច verify តមកចុច click តមកទៀតចុច create server អូខេចាំវាបន្តិចទៅអូខេបន្តមកទៀតអ្នកគ្នាទទួលបាន server ហើយគឺវា create បានជោគជ័យអញ្ចឹងបន្តមកទៀតនោះអ្នកគ្នាចុចពីថា see the server អូខេតមកនេះគឺអ្នកទាំងគ្នាចុច manage អូខេបន្តមកទៀតអ្នកគ្នាចុចពីថា panel និង team អូខេអ្នកគ្នាចុចពីថា auto login to panel គឺវានឹងចូលទៅកន្លែងដែលយើងបើក server អ្នកនរគ្នាចាំតិចសិនទៅអូខេនេះគឺជា server របស់អ្នកទាំងអស់គ្នាដែលយើងទឹកតែទិញមិញហ្នឹងអញ្ចឹងបន្ទាប់មកអ្នកគ្នាចុច manage អូខេចូលមកតើនេះអ្នកចុច console គឺ UI គឺស្អាតមែនតើហើយ server នេះគឺ free នេះទេអ្នកគ្នាហើយបើសិនជាអ្នកគ្នាចង់បាន server Minecraft ធូរថ្លៃអីអ្នកគ្នាអាចទិញនៅក្នុងនោះបានគឺវាធូរថ្លៃខ្លាំងមែនតើយ៉ាអញ្ចឹងគឺវាកំពុងតែបើក server អ្នកគ្នាចាំវាបន្តិចទៅកន្លែងហ្នឹងខ្ញុំសូមស្គប់វីដេអូកន្លែងហ្នឹងតិចអ្នកគ្នាអូខេអ្នកគ្នាចឹង server របស់យើងគឺវាមិនបើកដោយសារថាមិញខ្ញុំរវល់អ្នកគ្នាចឹងថា server របស់យើងគឺវាកំពុងបើកអីចឹងចាំបន្តិចកន្លែងហ្នឹងអ្នកទាំងគ្នាគឺវាកំពុងតែបើក server ឲ្យយើងអូខេចាំបន្តិចទៅកន្លែងហ្នឹងដោយសារ server យើងថ្មីចឹងវាយូរវាពង generate world អីចឹងណាចាំបន្តិចទៅអ្នកទាំងគ្នាអូខេអញ្ចឹងគឺថាយើងនឹងធ្វើការបើក server ម្ដងទៀតមិញវា error អ្នកគ្នាដោយសារ install plugin អីណាវាឥឡូវវាដើរវិញអ្នកគ្នាយ៉ាអញ្ចឹងគឺវាចាំបន្តិចវាកំពុងតែបើក server យើងនេះយើងចុច accept មកអូខេ server ដើរអ្នកគ្នាអញ្ចឹងចាំបន្តិចកន្លែងហ្នឹងអូខេវានឹងធ្វើការ restart server ឲ្យយើងម្ដងទៀតអីអញ្ចឹងអ្នកគ្នាចុច restart server មកចាំបន្តិចអូខេអញ្ចឹងគឺថាវាបើក server ឲ្យយើងម្ដងទៀតអីសុំទោសមែនតើអ្នកគ្នាគឺដោយសារកន្លែងហ្នឹងវា error តិចអូខេអូខេអញ្ចឹង server យើងគឺថាបើកហើយអ្នកនរគ្នាហើយអ្នកគ្នាគឺ server hosting មួយហ្នឹងអ្នកគ្នាអាចសាប់ដាក់ sub domain របស់អ្នកគ្នាបានអញ្ចឹងគឺខ្ញុំធ្វើការ create sub domain មួយខ្ញុំដាក់ថាអឺទេវតា MC ហើយអានេះអ្នកគឺ select domain តមកទៀតអ្នកគឺចុច primary ចុច create sub domain អញ្ចឹងអ្នកគ្នាទទួលបាន sub domain របស់អ្នកគ្នាអាចយកឲ្យ player លេខបានអញ្ចឹងអ្នកគ្នាក៏ចុច copy មកបន្តមកទៀតអ្នកគ្នាចុចពាក្យថា console អូខេអញ្ចឹង server យើងគឺបើករួចរាល់ហើយអ្នកគ្នាចូល Minecraft អ្នកគ្នាចុច multiplayer បន្តអ្នកគ្នាចុច add account ហើយចុច add server បន្តអ្នកគ្នាដាក់ IP អ្នកគ្នាចូលមកអូខេអញ្ចឹងវាធ្វើការដើរលើអ្នកគ្នាចាំតិចទៅ refresh មួយអូខេដើរហើយអ្នកគ្នាហើយមួយទៀតនេះគឺជា IP ធម្មតារបស់វាអញ្ចឹងអ្នកគ្នា copy វាមកយកចូល Minecraft ចុច add ដាក់បាច់គឺដើរដូចគ្នាអ្នកគ្នាអញ្ចឹងវីដេអូរួចរាល់អ្នកគ្នាបាយបាយអ្នកគ្នាជួបគ្នាវីដេអូក្រោយមិនប្រកបវា wish you បាយបាយ